តែចិត្តតែខ្យល់ចូលមកដល់ទៀតឯណាគ្នាណាគេខ្លះនឹកអាប់នៅពពកនៅលើភ្នំបូកគោថ្ងៃនេះខ្ញុំនាំអ្នកគ្នាទៅបោះតង់មកយប់ចាប់អាប់ទៅពពកនៅលើភ្នំបូកគោជាមួយខ្ញុំទាំងអស់គ្នាខែនេះនៅលើបូកគោគឺអាប់ក្រាស់ក្រាស់ហើយច្រើនមែនតើអ្នកគ្នាហើយទេសភាពគឺស្រស់ស្រាយត្រជាក់ខ្លាំងមែនតើហើយបោះតង់លើកនេះគឺយើងបានជិះជាមួយនឹងឡានខ្ជិលខ្ជួតលាកម៉ូទ័រ T03 នេះគ្នាឡាននេះខ្ជួតដល់អ្នកគ្នាម៉ូទ័រខ្ជួតមែនតើហើយដាក់ជាមួយនឹង set up តង់នៅលើភ្នំនេះទៀតគឺ best match តែម្ដងអ្នកដែលគាត់ចូលចិត្តអាកាសធាតុត្រជាក់ហើយមានអាប់មានអីអ្នកគ្នាមកបោះតង់នៅលើភ្នំបូកគោខែនេះគឺ the best តែម្ដងគឺត្រជាក់ខ្លាំងមែនតើហើយនិយាយពីពពកវិញគឺហោះបុកយើងហ្មងហើយពពកក្រាស់ក្រាស់អ្នកគ្នាហើយអាប់ធ្លាក់មករហូតតែម្ដងមកលេងកពតលើកនេះគឺខ្ញុំ sell លេបានច្រើនមែនតើជាមួយនឹងការធ្វើដំណើរដោយសារតែខ្ញុំជិះជាមួយនឹងឡានលៀបម៉ូទ័រ T03 នេះគឺជាប្រភេទឡានអគ្គិសនីសុទ្ធហើយសាកថ្មអស់តែ$6ជិះបានរហូតដល់3ឲ្យ10គីឡូអ្នកគ្នាចឹងចំណេញមែនតើអ្នកគ្នាអស់លុយតិចជាងពេលដែលខ្ញុំជិះម៉ូតូមកទៀតណាមួយទៀតដែរជិះជាមួយនឹងឡានអគ្គិសនីចាស់ណាអ្នកគ្នាមិនបាច់ត្រូវចំណាយទៅលើថ្លៃបដូរភេរម៉ាស៊ីនឬក៏សេវាកម្មថែទាំផ្សេងៗហ្នឹងអញ្ចឹងយើងសំលុយបានមកកម្រិតទៀតទៅហើយជាមួយនឹងលៀបម៉ូទ័រ T03 នេះគឺមានការធានាជូនរហូតដល់5ឆ្នាំពីក្រុមហ៊ុនផ្ទាល់តែម្ដងជិះមកជាមួយនឹងឡានលៀបម៉ូទ័រ T03 នេះមានអារម្មណ៍ថា comfort ហើយស្រួលខ្លួនមែនតើអ្នកគ្នាហើយគេឡានគេទុយទុយជុកជូនអញ្ចឹងណាប៉ុន្តែខាងក្នុងធំទលាងាយស្រួលអង្គុយមែនតើអត់ជាអៀទេហើយនៅខាងក្រោយវិញគឺដាក់វ៉ាន់បានច្រើនមែនតើហើយយើងអាចបត់កៅអីដាក់វ៉ាន់ពីលើថែមបានទៀតជិះមកពីភ្នំពេញមកដល់កពតនេះខ្ញុំចូលសាកថ្មតែម្ដងណាអ្នកគ្នាហើយសាកថ្មអត់យូរទេត្រឹមតែកន្លះម៉ោងគឺចូលបាន80%អ្នកគ្នាហើយចំណាយអស់តិចទៀតឡានអគ្គិសនីមួយនេះមិនត្រឹមតែងាយស្រួលប្រើប្រាស់នៅក្នុងក្រុងទេអ្នកគ្នាអ្នកដែលគាត់ចូលចិត្តដើរលេងតាមខេត្តបោះតង់ឲ្យដូចពួកខ្ញុំហ្នឹងក៏អាចជិះជាមួយនឹងលៀបម៉ូទ័រ T03 នេះបានដែរអញ្ចឹងសារព័ត៌មានបន្ថែមពីឡានលៀបម៉ូទ័រ T03 នេះអ្នកគ្នាអាចសាកសួរព័ត៌មានបន្ថែមតាមរយៈ Facebook page លៀបម៉ូទ័រ KH បានឬក៏អាចមកសាកជិះតែត្រៃផ្ទាល់នៅ showroom គាត់ហ្មងក៏បានដែរអ្នកគ្នាឲ្យតែបានជិះឡើងភ្នំបូកគោម្ដងខ្ញុំមិនដែលភ្លេចទេវិចជាមួយនឹងជេកទុកផ្ញើស្វានៅលើភ្នំនឹងអ្នកគ្នាស្វានៅនេះគឺច្រើនមែនតើហើយពេលដែលយើងជិះតាមផ្លូវហ្នឹងគឺគេអង្គុយចាំនៅមាត់ផ្លូវនឹងតែម្ដងអញ្ចឹងបើអ្នកគ្នាបានឡើងមកលេងនៅលើភ្នំបូកគោកុំភ្លេចទិញចេកពីក្រមកផ្ញើស្វានៅលើញ៉ាំផងហើយអ្នកដែលគាត់ចូលចិត្តអង្គុយញ៉ាំកាហ្វេឈៀលមើលទេសភាពអីហ្នឹងអ្នកគ្នាអាចមកញ៉ាំកាហ្វេនៅកាហ្វេថ្មមុខយៈនេះបាននៅនេះគឺទេសភាពស្រស់ស្អាតខ្លាំងមែនតើអ្នកគ្នាហើយ view គេគឺភ្នំដាច់កតុយភ្នែកតែម្ដងហើយនៅនេះគឺពិសេសជាងគេហ្នឹងពេលដែលយើងអង្គុយញ៉ាំកាហ្វេបដាហ្នឹងអ្នកគ្នាមានពពកមានអាប់ធ្លាក់មកប៉ះយើងហ្មងហើយពេលពពកឲ្យអាប់ធ្លាក់មកច្រើនអញ្ចឹងអ្នកគ្នាគឺដូចឋានសួគ៌មែនតើហាងកាហ្វេមួយនោះគឺ the best place ហ្នឹងអ្នកគ្នាអ្នកគាត់ចូលចិត្តឈៀលអង្គុយបែប relax បែបស្ងប់ស្ងាត់អីអ្នកគ្នាមកនេះមកដឹងតែត្រូវហើយចូលចិត្ត view enjoy ជាមួយនឹង view អីហ្នឹងហើយបើថាអ្នកគាត់ចូលចិត្តថតរូបវិញអ្នកគ្នាមកនេះគឺ3រៀល80ប្លង់មកអ្នកគ្នាថតទៅជ្រុងណាក៏ស្អាតដែរហើយពេលថតមានអាប់មានអីអញ្ចឹងគឺ mood មែនតើហើយស្អាតខ្លាំងមែនតើអ្នកគ្នាចេញមកពីកាហ្វេខ្ញុំបានឈានចូលមកលេងនៅដំណាក់ស្រាខ្មៅអ្នកគ្នាកន្លែងនេះគឺក៏ថតស្អាតដែរអ្នកគាត់ចូលចិត្តថតរូបជាមួយនឹងរបៀបថាអាគារបុរាណអីអញ្ចឹងណាហើយខ្ញុំមកដល់នេះពេលចំពេលថ្ងៃលិចទៀតគឺស្រស់ស្អាតខ្លាំងមែនតើអ្នកគ្នាហើយមកដល់នេះហេងមួយទៀតដោយសារតែមកនេះគឺឃើញការជក់រត់ព្រៃគឺដោះពីពេញតែម្ដងអ្នកគ្នាឡើងច្រើនហ្មងហើយខ្ញុំមិនដែលឃើញការជក់រត់ព្រៃនេះគឺដោះនៅកពតនឹងឯងពីច្រើនខ្ញុំឃើញតែនៅមណ្ឌលគិរីអីអញ្ចឹងណាប៉ុន្តែប្លែកមែនតើលើកនេះមកដល់ឃើញការជក់រត់ព្រៃនេះគឺដោះនៅខេត្តកពតគឺនៅលើភ្នំបូកគោនេះតែម្ដងអ្នកគ្នាមានអារម្មណ៍ថាស្រស់ស្អាតខ្លាំងមែនតើហើយកន្លែងនេះគឺមើលថ្ងៃលិចស្អាតហ្មងអ្នកគ្នា view អីគឺយើងអាចមក enjoy chill ជាមួយនឹងកន្លែងនេះបាននិយាយទៅខ្ញុំពិតជាចូលចិត្តអារម្មណ៍ជិះឡើងលើភ្នំបូកគោនេះខ្លាំងមែនតើអ្នកគ្នាដោយសារតែពេលជិះឡើងមកគឺអារម្មណ៍ស្រស់ស្រាយហើយ fresh ខ្លាំងមែនតើដោយសារតែនៅលើនេះគឺត្រជាក់ស្រាប់ហើយពេលដែលខែធ្លាក់ខ្យល់អញ្ចឹងទៀតអ្នកគ្នាកាន់តែត្រជាក់ហើយអាប់វិញពពកវិញធ្លាក់មកតាមផ្លូវហូរហែរហូតតែម្ដងហើយកន្លែងនេះខ្ញុំឡើងមកបោះតង់ថ្ងៃនេះគឺថ្មលយអ្នកគ្នានៅនេះគឺអាប់ហើយពពកគឺច្រើនហើយក្រាស់តែម្ដងហើយអាកាសធាតុនេះគឺត្រជាក់ស្រួលមែនតើហើយទេសភាពអីក៏ស្អាតដែរអ្នកគ្នាចង់មកបោះតង់អីអាចមកបោះតង់នៅម្ដុំនេះបានតែពេលមកបោះតង់អីហើយអ្នកគ្នាកុំភ្លេចជួយចូលរួមថែរក្សាបរិស្ថានយើងទាំងអស់គ្នាជួយសម្អាតសម្រាមដែលយើងយកមកអីអញ្ចឹងណាកុំឲ្យបរិយាសម្រាមអីនៅនឹងពេញនឹងចុះពីលើភ្នំបូកគោវិញខ្ញុំក៏ភ្លេចជាមួយនឹងការមកញ៉ាំជាមួយនឹងអាហារប្រចាំតំបន់នៅខេត្តកពតអ្នកគ្នាគឺមកញ៉ាំជាមួយនឹងនំបញ្ចុកទឹកមហិចអ្នកគ្នាហើយនៅនេះគឺគាត់រោយនំបញ្ចុកថ្មីភ្លាមតែម្ដងហើយពេលញ៉ាំក្តៅអញ្ចឹងឆ្ងាញ់មែនតើនៅនេះគឺគួរឲ្យចាប់អារម្មណ៍មែនតើដោយសារតែគាត់រោយនំបញ្ចុកគឺគាត់រក្សានៅការរោយនំបញ្ចុកបែបបុរាណខ្មែរយើងកាលពីដើមហើយយើងអាចមើលផ្ទាល់តែម្ដងហើយមកញ៉ាំជាមួយនឹងនំបញ្ចុកទឹកមហិចចេះអត់ភ្លេចបានទេជាមួយនឹងនំកងអ្នកគ្នានំកងគាត់ធ្វើទុយអញ្ចឹងខ្ជូតមែនតើហើយគាត់ធ្វើថ្មីទៀតនំកងនៅធ្វើទុកទេអញ្ចឹងពេលយើងញ៉ាំក្តៅចេះគឺស្វិតហើយឆ្ងាញ់មែនតើហើយខ្ញុំវិញងាកទៅឃើញនំតកៅដាក់កំប៉ុងចេះឃើញតំណងគឺទិញថែមមកទៀតអ្នកគ្នាអញ្ចឹងបើសិនជាអ្នកគ្នាបានមកលេងកពតកុំភ្លេចចូលញ៉ាំអាហារបែបតំបន់នៅកពតនេះហូនអ្នកគ្នាដូចជានំបញ្ចុកទឹកមហិចអីនេះខ្ញុំ recommend ខ្លាំងមកគ្នាឆ្ងាញ់ហ្មងហើយបើសិនជាអ្នកគ្នាអ្នកកពតចង់ណែនាំម្ហូបតាមតំបន់ខ្ញុំស្គាល់បន្ថែមអ្នកគ្នាអាច comment នៅខាងក្រោមវីដេអូនេះបានហើយវីដេអូយើងមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ follow ហើយនិង share ខ្ញុំម្នាក់មួយផងអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ